okឥឡូវខ្ញុំចូលទៅកាន់មុខងារ forward បាទ forward ផុសអញ្ចឹងយើងចង់ forward អីឥឡូវឧទាហរណ៍ខ្ញុំចង់ forward នៅរឿងនេះមួយមករូបនេះព្រមនេះអញ្ចឹងខ្ញុំ copy link វាមកចុច copy មកបងប្អូនអាច copy បានច្រើនមិនអាច copy បានតែមួយទេបងប្អូនអាច copy បានច្រើនជាងនេះបន្ទាប់ទៀតបងប្អូនយក member បាទកន្លែងនេះគឺឆែកខ្ញុំ member ខ្ញុំបានប្រាប់ហើយអញ្ចឹងយើង copy ID មកខ្ញុំចង់ forward ទៅកាន់ពីនេះបាទរូបភាពមិញណាបាទខ្ញុំ forward មកកាន់ពីហ្នឹងអញ្ចឹងខ្ញុំចូលមកកាន់ forward ហើយខ្ញុំផាសកន្លែងនេះបាទផាស URL វានេះ user ID នេះឃើញទេផាសចូលមកហើយ all user account ខ្ញុំផាសតែខ្ញុំប្រើតែ account មួយទេតែបើយើងចង់ប្រើច្រើនយើងគ្រីសវាទៅចង់ប្រើទាំងពីរបើចង់ប្រើតែមួយគ្រីសតែមួយទៅបាទហើយចុចពាក្យថា start forward ហើយចុចយក yes អានេះកន្លែង relay នេះឃើញវា forward មកហើយអូខេនេះ forward ឲ្យទាំងពីរបាទ account 2នេះវា forward ឲ្យទាំងពីរហើយតាមដែលយើងកំណត់បាទអូខេវីដេអូ forward គឺមានតែប៉ុណ្្នឹងទេមកងារ forward បាទ